សមត្ថកិច្ចឆ្មក់ទៅបង្ក្រាបទីតាំងលបែងអនឡាញដ៏ធំមួយនៅក្នុងខេត្តមណ្ឌលគិរីដោយឃាត់ខ្លួនជនបរទេសបានចំនួន258នាក់ សមត្ថកិច្ចបានឆ្មក់ចូលបង្ក្រាបទីតាំងអនឡាញខុសច្បាប់ដ៏ធំមួយនៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីដោយឃាត់ខ្លួនជនបរទេសបានចំនួន248នាក់ការបង្ក្រាបនេះនៅអគារមេគង្គ74ដែលជាទីតាំងប្រព្រឹត្តខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិតដោយនៅក្នុងនោះចំណោមជនបរទេសចំនួន258នាក់នៅក្នុងនោះមានជនជាតិចិន247នាក់ក្រៅពីនេះសមត្ថកិច្ចបានរកឃើញមនុស្សចំនួន9នាក់មកពីប្រទេសមីយ៉ាន់ម៉ានិង1នាក់មកពីប្រទេសម៉ាឡេស៊ីនិងវៀតណាមសមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យចំនួន14នាក់ដែលសង្ស័យថាបានបង្ខិតបង្ខំអ្នកដទៃឲ្យធ្វើពលកម្មដោយហិង្សាដោយនៅក្នុងនោះមានជនជាតិចិន7នាក់និងមីយ៉ាន់ម៉ា7នាក់ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប្រើហិង្សាបង្ខំឲ្យអ្នកដទៃធ្វើការដោយជនរងគ្រោះត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដើម្បីសាកសួរនិងស៊ើបអង្កេតបន្តចំណែកឯជនបរទេសចំនួន243នាក់ក្នុងនោះមានជនជាតិចិន239នាក់ភូមា2នាក់និងម៉ាឡេស៊ីម្នាក់និងវៀតណាមម្នាក់ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តបន្តតាមនីតិវិធីនេះខ្ញុំរ៉ាលីពី Big News